ការចាប់អារម្មណ៍ពីពិភពលោកសង្គ្រាមអ៊ីរ៉ង់ហើយនិងអ៊ីស្រាអែលនេះសង្គ្រាមមជ្ឈិមបូព៌ាមកស្គាល់ឈ្មោះទីតាំងភូមិសាស្ត្រហើយដើម្បីបានជាគេហៅថាមជ្ឈិមបូព៌ាបើយើងមើលតាមលក្ខណៈភូមិសាស្ត្រសុទ្ធសាធឬមើលតាមរយៈផែនទីពិភពលោកតំបន់នេះគួរតែហៅថាអាស៊ីខាងលិចក៏ប៉ុន្តែហើយដើម្បីបានជាគេហៅថាមជ្ឈិមបូព៌ាដែលមានន័យថាតំបន់ខាងកើតកណ្ដាលឬអាស៊ីកណ្ដាលតាមការពិតទៅការហៅរបៀបនេះដោយសារតែឥទ្ធិពលប្រវត្តិសាស្ត្រភូមិសាស្ត្រនយោបាយនិងយោធារបស់ពួកអឺរ៉ុបភូមិភាគមជ្ឈិមបូព៌ាគឺជាមជ្ឈមណ្ឌលជួបគ្នារវាងលោកខាងលិចនិងលោកខាងកើតដែលគ្រប់គ្នាតែងតែនិយមហៅតំបន់នេះនាពេលបច្ចុប្បន្នការណានិយាយអំពីបណ្ដាប្រទេសនៅក្នុងតំបន់មជ្ឈិមបូព៌ានេះរួមមានប្រទេសបារ៉ែនអ៊ីស្រាអែលអ៊ីរ៉ាក់អ៊ីរ៉ង់ហ្វង់ដានីគុយវ៉ែតលីបង់អូម៉ង់កាតាអារ៉ាប៊ីសាអូឌីតសេរីសហភាពអឺរ៉ុបរួមយេម៉ែននិងដែនដីប៉ាឡេស្ទីនតំបន់វ៉ែបែងនិងកាហ្សានៅខាងក្រោមនេះគឺជាមូលហេតុចម្បងដែលនាំឲ្យគេហៅតំបន់នេះថាជាមជ្ឈិមបូព៌ានៅប្រមាណសតវត្សទី19និងដើមសតវត្សទី20បណ្ដាមហាអំណាចនានាជាពិសេសចក្រភពអង់គ្លេសប្រកាន់យកទស្សនៈថាតំបន់អឺរ៉ុបគឺជាមជ្ឈមណ្ឌលកណ្ដាលរបស់ពិភពលោកដែលហៅថា Eurocentric ហើយសម្រាប់នៅប៉ែកខាងកើតនៃទ្វីបអឺរ៉ុបគេបានបែងចែកតំបន់ជា3ផ្នែកទី1តំបន់ជិតបូព៌ាឬជិតខាងកើត Near East សំដៅលើតំបន់ចក្រភពអូតូម៉ង់ឬតំបន់ជិតអឺរ៉ុបជាងគេបច្ចុប្បន្នគឺតំបន់ទូគីយេនិងបណ្ដាប្រទេសនៅជុំវិញសមុទ្រ Mediterranean ទី2តំបន់បូព៌ាឆ្ងាយឬភាគខាងកើតដែនឆ្ងាយ Far East សំដៅលើប្រទេសនៅអាស៊ីបូព៌ាដែលមានចម្ងាយឆ្ងាយពីអឺរ៉ុបបំផុតដូចជាចិនជប៉ុននិងកូរ៉េទី3មជ្ឈិមបូព៌ា Middle East គឺជាតំបន់ដែលស្ថិតនៅចន្លោះកណ្ដាលនេះបូព៌ាជិតនិងបូព៌ាឆ្ងាយសំដៅលើតំបន់ជុំវិញឈូងសមុទ្រប៉ែកអាស៊ីខាងលិចការបង្កើតពាក្យនេះជាផ្លូវការពាក្យនេះត្រូវបានប្រើប្រាស់ជាលើកដំបូងនៅក្នុងអត្ថបទមួយកាលពីឆ្នាំ1902ដោយលោក Alfred Thayer Mahan ដែលជាអ្នកយុទ្ធសាស្ត្រជើងទឹកអាមេរិកដ៏មានឥទ្ធិពលបំផុតនៅក្នុងសតវត្សទី19ដើម្បីសម្គាល់លើផ្ទៃសមុទ្រនិងតំបន់ដីគោកដែលលាតសន្ធឹងនៅចន្លោះប្រទេសអារ៉ាប៊ីសាអូឌីតនិងឥណ្ឌាគូបញ្ជាក់ផងដែរថាប្រសិនបើនៅក្នុងអក្សរសិល្ប៍តំបន់អាស៊ីការណានិយាយអំពីមជ្ឈិមប្រទេសគឺសំដៅលើប្រទេសឥណ្ឌាប៉ុន្តែការប្រើប្រាស់ពាក្យនេះជាផ្លូវការនៅក្នុងការងាររដ្ឋបាលគឺនៅឆ្នាំ1957នៅក្នុងឯកសារ Eisenhower Doctrine ក្រោយមកក្នុងអំឡុងពេលសង្គ្រាមលោកលើកទី2រដ្ឋបាលអង់គ្លេសបានបង្កើតបញ្ជាការដ្ឋានមជ្ឈិមបូព៌ា Middle East Command នៅឯទីក្រុងកេរប្រទេសអេស៊ីបដែលធ្វើឲ្យឈ្មោះនេះក្លាយជាឈ្មោះផ្លូវការនិងពេញនិយមប្រើប្រាស់ទូទាំងពិភពលោកមកដល់ពេលបច្ចុប្បន្នហើយនេះគឺជាអត្ថបទទាំងស្រុងដែលដកស្រង់ចេញពី Page Facebook ឈ្មោះ Mawata